លោកអនុทินបាននៅថ្ងៃនេះគាត់ប្ររពថ្ងៃទី1នៃការដែលអនុញ្ញាតឲ្យជនភៀសខ្លួនភូមាធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃដោយអនុញ្ញាតឲ្យធ្វើ1ឆ្នាំហើយប៉ុន្តែអ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺបាទតាមសារព័ត៌មាន The Nation គាត់ថានេះគឺជាការបញ្ជូនសារដ៏ខ្លាំងទៅប្រទេសកម្ពុជាថាប្រទេសនេះគឺមិនប្រឈមមុខនឹងកង្វះពលកម្មទេទោះបីជាគ្មានពលករពីកម្ពុជាក៏ដោយលោកអនុทินបាននិយាយថាទៅថ្ងៃចេញដំណើរនេះគឺវាមានសារៈសំខាន់ណាស់នៅក្នុងការបង្ហាញទៅដល់សហគមន៍អន្តរជាតិថាយើងមានដំណោះស្រាយមនុស្សធម៌ចំពោះជនភៀសខ្លួនហើយអ្នកណាក៏ដោយដែលអាចនឹងបំពេញតាមលក្ខខណ្ឌច្បាប់នឹងធ្វើតាមច្បាប់របស់ប្រទេសថៃនឹងមានឱកាសធ្វើការបាទដោយលោកមិននិយាយចំឈ្មោះប្រទេសកម្ពុជានោះគាត់លោកអនុทินបាននិយាយថាគោលនយោបាយថ្មីនេះគឺជាការមួយបញ្ជូនសារដ៏ខ្លាំងទៅដល់អ្នកជិតខាងរបស់ប្រទេសថៃផងដែរដែលលោកមានប្រសាសន៍ថានេះជាការបញ្ជូនសារទៅដល់ប្រទេសណាដែលមានបញ្ហាជាមួយយើងកុំគិតឲ្យសោះថាប្រទេសថៃខ្វះខាតកម្លាំងពលកម្មយើងមិនខ្វះកម្លាំងពលកម្មនោះទេបាទគឺយើងដឹងហើយថាប្រទេសកម្ពុជាហើយនិងប្រទេសថៃមានបញ្ហាហើយកម្ពុជាបានអំពាវនាវឲ្យពលកររបស់ខ្លួនត្រឡប់មកប្រទេសវិញដោយសារថាយល់ថានៅក្នុងប្រទេសមានការងារធ្វើបាទហើយនៅក្នុងពេលដែលមានដំណោះនេះ